លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលឯករាជ្យទូតឯករដ្ឋទូតនិងចំណុចមួយដែលខ្ញុំចង់លើកនិយាយពីពលានថ្មីចុះពលានចាស់ធ្វើអីមានព័ត៌មានច្រើនណាស់អ្នកខ្លះគេថាលក់បាត់ហើយខ្ញុំធ្លាប់បញ្ជាក់ម្ដងនៅថ្ងៃខួបកំណើតនគរបាលជាតិពលានចាស់អត់លក់ទៅណាទេនៅតែជាអចលនទ្រព្យរបស់រដ្ឋការគ្រប់គ្រងរបស់រដ្ឋឥឡូវយើងមានរដ្ឋលេខាធិការអាកាសចរស៊ីវិលទទួលភារកិច្ចនៅក្នុងការថែទាំកន្លែងនោះថវិកាលើកថ្ងៃមុនមួយឆ្នាំ3លានគ្រាន់តែថែទាំទាំងសន្តិសុខទាំងអីទាំងអស់សំណួរសួរថាតើយើងថែទាំមួយឆ្នាំ3លាននឹងទុកចោលនឹងធ្វើអីអត់ទេឥឡូវអញ្ចេះទី1ខ្ញុំសូមបញ្ជាក់អត់មានលក់ឲ្យឯកជនទេជារបស់រដ្ឋអត់មានផែនការលក់ទៅណាទេមានការលើកយោបល់ការស្នើសុំគំនិតអភិវឌ្ឍផ្សេងតែខ្ញុំមិនទទួលអភិវឌ្ឍតាមកម្រិតណាមួយសម្រាប់អ្នកណាទី1យើងទុកចោលថែទាំអញ្ចឹងគោលគំនិតនៅក្នុងពេលបច្ចុប្បន្ននៅក្នុងពេលរយៈពេលមុតជុំទៅខាងមុខការប្រើប្រាស់ការគិតគូរថ្ងៃមុនជជែកមួយអាដាមមហាវណ្ណលហើយអាដាមអគ្គមណ្ឌិតសភាចារត្រួសយើងនឹងបង្កើតក្រុមការងារមួយប៉ុន្តែគោលការណ៍គឺយើងត្រៀមប្រើក្នុងគោលគំនិត2ទី1គឺបំរុងទុកជាពីសបំរុងបានន័យថាពីសដែលមានស្រាប់យើងអត់វាយចោលទេគឺជាពីសបំរុងក្នុងករណីកន្លែងនេះមានហានិភ័យចោះមិនចោតកន្លែងណាកន្លែងនោះត្រូវតែអាចចោះកប៉ាល់ហោះបានអញ្ចឹងទុកជាពីសបំរុងមួយសម្រាប់អញ្ចឹងបានន័យថាថែទាំពីសចោះកប៉ាល់ហោះនៅកន្លែងនោះឬមួយក៏មានយន្តហោះ VIP កន្លែងណាដែលអាចចុះឬមួយក៏ធម្មពេជ្ជៈកន្លែងណាដែលចុះកន្លែងអញ្ចឹងប្រើប្រាស់ទី1គឺជាពីសបំរុងប៉ុន្តែមួយទៀតគឺយើងគ្រោងរៀបចំវាទៅជាសួនសាធារណៈដើម្បីឲ្យអ្នកភ្នំពេញអាចប្រើប្រាស់នេះគឺជាអ្វីដែលគោលដៅធំខ្ញុំបានទៅមើលឲ្យថ្ងៃមុនហើយខ្ញុំតែងតែបានលើកជាប្រចាំនៅតាមខេត្តតាមរាជធានីឥឡូវជីវិតប្រជាពលរដ្ឋយើងមិនខុសពីប្រទេសដែលរីកចម្រើនទេត្រូវរកកន្លែងផាសុខភាពសម្រាប់ប្រជាពលរដ្ឋរបស់យើងកន្លែងលំហែកាយគ្រាន់តែអាដាមខួងស្រេងបើកនៅ Walk Street មនុស្សទៅណែនដោយសារយើងនៅខ្វះគ្រោងរៀបចំ2ផាកមួយគឺនៅកប់ស្រូវ70ហិកតាកំពុងតបូមដីចាក់តែខ្ញុំថ្ងៃមុនគិតគូរមើលឲ្យគេឡើងគម្រោងមើលធ្វើផាកសួនសាធារណៈហ្នឹងគ្រាន់តែអ្នកឡើងមកអស់ជិត$80 លានខ្ញុំថាអត់ធ្វើកុំអាលចាក់ដីសិនហើយយើងធ្វើអីសាមញ្ញសម្រាប់បងប្អូននេះទៅប៉ុន្តែឥឡូវអានោះចាក់ដីយូរឆ្នាំទៀតពុពងបូមដីវាជ្រៅតែអ្វីដែលយើងអាចធ្វើភ្លាមគឺពលានយន្តហោះនេះប្រហែលទម្រង់200ហិកតាជាងហើយហេដ្ឋារចនាសម្ព័ន្ធមានស្រាប់អញ្ចឹងយើងកំពុងតែគិតគូរថាដាំដើមឈើអីមួយចំនួនកុំឲ្យប៉ះពាល់ដល់កន្លែងផ្លូវហោះហើរពេលចុះពេលអីហើយពេលទៅថ្ងៃមុខយើងអាចបើកបាទមិនទាន់បើកឥឡូវព្រោះនៅខណ្ឌនៅអីរៀបចំឲ្យស្រួលដាំដើមឈើមួយចំនួនដើម្បីជាម្លប់បងប្អូនទៅលេងធ្វើ picnic អីនៅនោះទៅរត់កីឡាអីនៅនោះរៀបចំតាមស្រះមានស្រាប់ហើយបាទមិនបាច់ជីកស្រះលំហែលំអអីទៀតទេព្រោះវាមានកន្លែងស្តុកទឹកនៅក្នុងស្រាប់ហើយប្រើវាទៅយើងអាចរៀបចំផ្លូវក៏ដើរអីជុំវិញស្រះអីខ្លះដាំទឹកឲ្យបាទហើយកន្លែងពីសនឹងកន្លែងជួនកាលខ្លះអាចរៀបចំគេអាចជួលជារៀបចំជា concert ជាអីម្ដងម្កាលនៅនោះមិនបាច់មកកោះពេជ្រឆ្ងាយរៀបនៅនឹងចុះតែក៏អាចរៀបនៅនោះម្ដងម្កាលសិតតែផលប្រយោជន៍សាធារណៈទាំងអស់នេះជាអ្វីដែលយើងគ្រោងដោយកិច្ចការលម្អិតក្រុមការងារនឹងជជែកគ្នាថាធ្វើយ៉ាងណាដោយឡែកនៅខាងអាគារដែលមានស្រាប់ធ្វើម៉េច
វានៅតែជាអចលនទ្រព្យបរិវត្តតែយើងអាចគិតគូរអំពីសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួនដើម្បីយកចំណូលទៅថែទាំចិញ្ចឹមពលានយន្តហោះទាំងមូលតែមិនលក់ឲ្យឯកជនទេគឺជារបស់រដ្ឋដែលខ្ញុំសូមបញ្ជាក់កន្លែងខ្លះយើងត្រូវរៀបចំជាសារមន្ទីរព្រោះពលានយន្តហោះជាពលានហោះប្រវត្តិសាស្ត្រតាំងពីស្នាមប្រហោះរបស់សម្ដេចតាព្រះបរមរាជកោដ្ឋអញ្ចឹងខ្ញុំមើលទៅកន្លែងដូចអាគារ Tower ខ្ពស់កន្លែងផ្លិតអីហ្នឹងគឺសិតតែអាគារប្រវត្តិសាស្ត្រដែលយើងត្រូវរក្សាកម្រិតណាស់មានគំនិតថារៀបចំជាសារមន្ទីររៀបចំជាអីចឹងខ្ញុំឲ្យគិតគូរចោះប៉ុន្តែយើងនៅក្នុងនោះមានទីតាំងរបស់រដ្ឋមួយចំនួនដូចជាសាលាអាកាសចរស៊ីវិលស្អីហ្នឹងយើងរក្សាប៉ុន្តែឲ្យគិតគូរមើលបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាទីតាំងចាស់ទី1អត់លក់ឲ្យឯកជនគេនៅជារបស់រដ្ឋការគ្រប់គ្រងប្រើប្រាស់កន្លែងធំគឺសម្រាប់ជាពីបំរុងបូកជាមួយនឹងរៀបចំជាសួនសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋទៅលេងនាំគ្រួសារទៅលេងទៅហាត់កីឡាអីនៅកន្លែងនោះសម្រាប់អ្នកភ្នំពេញដល់វាលធំបាទហើយយើងនឹងរៀបទីតាំងមួយចំនួនជាសកម្មភាពសេដ្ឋកិច្ចជាសារមន្ទីរជាអីដែលយើងអាចរៀបចំបានប៉ុន្តែទីតាំងទាំងមូលនៅតែជារបស់រដ្ឋអញ្ចឹងសូមអ្នកដែលវិភាគអ្នកដែលគិតគូរថាលក់ទៅនេះលក់ទៅនោះសូមឈប់ទៅនាយករដ្ឋមន្ត្រីប្រកាសហើយ